សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel YouTube អាកំបាំងយប់ស្ងាត់ថ្ងៃនេះ Admin នឹងមានរឿងថ្មីមួយទៀតហើយដើម្បីមកលងទៅដល់ប្រិមិត្តអ្នកស្ដាប់ទាំងអស់គ្នាផងដែរដែលសាច់រឿងមួយនេះមានចំណងជើងថាមាសខ្មោចកាន់រឿងនេះគឺបានមកពីពូរ៉ាតគឺជាជាងលោកមាសមួយគាត់រស់ស៊ីជាងលោកមាសហ្នឹងគឺជិត10ឆ្នាំហើយដែលគាត់រស់ស៊ីទិញមាសណាគាត់រស់ស៊ីទិញនិងរស់ស៊ីលក់អញ្ចឹងទៅគាត់ថាគាត់រស់ស៊ីមកយូរហើយប៉ុន្តែដែលបានជួបរឿងដែលប្លែកហើយវាជារឿងដែលមិនគួរឲ្យជឿដោយដែលគាត់បានជួបអញ្ចឹងនៅថ្ងៃមួយហ្នឹងណាជាថ្ងៃដែលគាត់បានជួបនៅសាច់រឿងមួយហ្នឹងហើយវាមិនគួរឲ្យជឿដែរគឺនៅវេលាម៉ោងប្រហែលជា7 យប់ណាប្រិមិត្តជាធម្មតាគាត់បានបិទតូបហើយនៅពេលហ្នឹងគាត់បានបិទទ្វារហើយស្រាប់តែមានមនុស្សម្នាក់គឺស្រែកហៅគាត់ហ្មងស្រែកហៅពូគោះទ្វារផាំងចឹងទៅគាត់អត់ចង់បើកទ្វារទេព្រោះអីកន្លែងគាត់រស់ស៊ីលោកមាសនៅពេលដែលយប់ហើយគឺគាត់អត់ចង់បើកទេវាអាចនឹងមានហានិភ័យទៅដល់គាត់អញ្ចឹងណាប្រិមិត្តទាំងអស់គ្នាហើយពេលហ្នឹងគឺមេឃក៏វាភ្លៀងរលឹមអឡើងសស្រែកអញ្ចឹងទៅដល់វាម៉ោង7ម៉ោងអីហ្នឹងសំឡេងគឺកាន់តែហៅគាត់កោះទ្វារឡើងគាត់ក៏បានសម្រេចចិត្តណាប្រិមិត្តទាំងអស់គ្នាគាត់សម្រេចចិត្តបើកទ្វារហ្មងនៅពេលដែលគាត់បើកទ្វារស្រាប់តែមានស្ត្រីម្នាក់3កូនតូចដៃ3កូនតូចហើយស្ថានភាពពេលហ្នឹងគឺវាភ្លៀងពេលហ្នឹងស្ត្រីម្នាក់ហ្នឹងគឺសុំនិយាយមួយគាត់ថាពូខ្ញុំសុំលក់ខ្សែកដោយសារតែកូនប្រនគាត់ហ្នឹងឈឺត្រូវការលុយបន្ទាន់ចឹងទៅហើយបងស្រីម្នាក់ហ្នឹងគឺគាត់និយាយថាគាត់អត់មានកដាស់ស្នាមអីទេគាត់ទិញមកពីខេត្តឆ្ងាយអញ្ចឹងណាគាត់គឺជាអ្នកចំណូលថ្មីហើយណាមួយគាត់ក៏ប្រញាប់លុយដែរកូនគាត់ឈឺអញ្ចឹងគាត់សុំឲ្យពូហ្នឹងជួយទិញខ្សែកមាសប្រនគាត់បានតម្លៃខាតប៉ុន្មានគាត់ទទួលយកប៉ុណ្ណឹងដោយសារឥឡូវគាត់ត្រូវការលុយបន្ទាន់អញ្ចឹងពូរ៉ាតគាត់ក៏ដោយសារតែស្ថានភាពពេលហ្នឹងគាត់អាណិតបងស្រីហ្នឹងពេកនឹងអាណិតទៅដល់ក្មេងអញ្ចឹងទៅពួកអីគាត់គិតថាលុយហ្នឹងគឺគាត់អាចនឹងយកកូនគាត់ទៅពេទ្យទៅអីពូរ៉ាតក៏បានទទួលទិញមាសពីបងស្រីដោយសារតែក្តីអាណិតហើយខ្សែកហ្នឹងវាមើលទៅធំហើយស្អាតដែរអញ្ចឹងពូរ៉ាតក៏បានយកទៅថ្លឹងនិងយកទៅដុតមើលទឹកមើលអីអញ្ចឹងណាខ្លាចលោកមានការខ្លែងខ្លាយអញ្ចឹងមាសហ្នឹងគឺបានទម្ងន់ 3G 4ហ៊ុននឹងឯងជិត 3G កន្លះដែលមាសកាលពីចំនួនហ្នឹង 1G វាត្រឹមតែ1លានអីចឹងទៅអញ្ចឹងមាសហ្នឹងគឺលក់បាន2លាន50ម៉ឺនទៅ2លាន60ម៉ឺនពូរ៉ាតបញ្ជាក់ពីហ្នឹងគឺគាត់ភ្លេចបាត់ហើយអញ្ចឹងគឺកាលហ្នឹងមាសវាមានតម្លៃថោកនៅពេលដែលគាត់លក់បានមាសនឹងហើយបងស្រីក៏បានធ្វើដំណើរទៅបាត់ទៅអញ្ចឹងពូរ៉ាតក៏បានទិញមាសនឹងទុកគាត់ក៏យកខ្សែកហ្នឹងយកទៅទុកនៅក្នុងទូបាត់ទៅបានរាប់លុយរាប់អីជូនឲ្យទៅកាន់បងស្រីនឹងចប់សពគ្រប់ហើយអស់នៅមួយសន្ទុះក្រោយមកប្រិយមិត្តទាំងអស់គ្នាមួយសន្ទុះក្រោយមកស្រាប់តែមានឮគេថាមានគ្រោះថ្នាក់ចរាចរណ៍មួយនៅជិតហ្នឹងដោយសារតែម៉ូតូបានជិះលឿនពេកចូលឡានស្លាប់បាត់ទៅប៉ុន្តែព័ត៌មានមួយហ្នឹងធ្វើឲ្យបុរសក៏អត់ចាប់អារម្មណ៍ទេថាហេតុអីបានមានអ្នកស្លាប់ដោយសារជិះម៉ូតូជិះអីចូលឡានអញ្ចឹងទៅបុរសក៏បានធ្វើតាមអ្វីទៅតាមទម្លាប់ផងគាត់ជារៀងរាល់ថ្ងៃអញ្ចឹងណាម៉ោង9ម៉ោងអីគាត់ហូបបាយហើយម៉ោង10គាត់ចូលសម្រាកពេលដែលគាត់ជិតចូលសម្រាកប្រិយមិត្តទាំងអស់គ្នាគាត់បានឮសំឡេងមនុស្សស្រីម្នាក់គឺនិយាយនៅក្នុងផ្ទះគាត់នឹងមកហើយសំឡេងមនុស្សស្រីម្នាក់ហ្នឹងគឺនិយាយថាពូឃើញខ្សែកខ្ញុំអត់សំឡេងមួយហ្នឹងគឺចេញមកពីក្នុងផ្ទះរបស់គាត់ចាប់ផ្ដើមងាករមើលប៉ុន្តែងាករមើលយ៉ាងណាក៏អត់ឃើញម្ចាស់សំឡេងដែរគាត់គិតថាប្រហែលជាគាត់ច្រឡំអីអញ្ចឹងទៅគាត់ក៏បានចូលទៅក្នុងបន្ទប់ជាធម្មតាណាគាត់បន្ទាប់ពីគាត់ងាករសំឡេងហ្នឹងមកគាត់រកអត់ឃើញប្រពន្ធរបស់គាត់ក៏បានហៅគាត់ចូលមកដល់ក្នុងបន្ទប់គេងខាងក្នុងណាពេលដែលគាត់ចូលបន្ទប់គេងខាងក្នុងប្រិយមិត្តទាំងអស់គ្នាដឹងមិនអត់គាត់ឮសំឡេងគេកោសទ្វារអាទ្វារបន្ទប់គាត់សម្រានហ្នឹងណាពេលហ្នឹងកោសទ្វារតុកគឺកោសហ្មងកោសប្រហែលជា 3-4 ដងប្រពន្ធរបស់គាត់បានឮបានឲ្យពូរ៉ាត់ហ្នឹងបានចេញទៅបើកទ្វារណាគេអ្នកកោសទ្វារដោយសារតែផ្ទះហ្នឹងគឺគាត់នៅតែ2នាក់ទេកូនរបស់គាត់កាលហ្នឹងគឺធំអស់ហើយឡើងមករៀននៅភ្នំពេញបាត់ហើយអញ្ចឹងផ្ទះរបស់គាត់ហ្នឹងគឺមានតែ2នាក់ទេ
ទ្វារនៅខាងក្រៅទ្វារធំគឺជាប់សោចំណែកឯទ្វារគាត់គេហ្នឹងក៏ជាប់សោដែរអញ្ចឹងផ្ទះរបស់គាត់លោកមាសគឺគាត់ចាក់សោបានល្អប្រយ័ត្នប្រយែងណាប្រិមិត្តតើអ្នកណាគេមកគោះទ្វារអញ្ចឹងគាត់ចេញដើរតបើកមើលគាត់តបើកមើលគឺអត់មានឃើញអ្នកណាគេនៅមាត់ទ្វារទេទ្វារហ្នឹងគឺគោះចោលតែម្ដងស្រាប់តែពេលគាត់ចេញទៅអត់មានឃើញមនុស្សហើយសំឡេងគោះទ្វារហ្នឹងក៏អត់ឮគាត់ឮសំឡេងគោះទ្វារម្ដងទៀតនៅឯទ្វារខាងមុខគឺទ្វារធំឮសំឡេងផាំ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 ងឮសំឡេងគោះទ្វារផាំងផាំងហ្មងបងរ៉ាត់គាត់ហ៊ានចេញទៅមើលទេគាត់ខ្លាចពួកអីគាត់គិតថាវាជាចោលអីអញ្ចឹងទៅពួកអីយប់ម៉ោង9ម៉ោង10ហើយគឺអត់មាននរណាគេមកគោះទ្វារអីទៀតទេអត់មានណាគេត្រូវការមករកលោកមាសទិញមាសអីទាំងយប់ទេគាត់ក៏បានដើរសម្ដៅទៅដល់កន្លែងទ្វារហ្នឹងគាត់ក៏បានសួរគាត់សួរថាអ្នកណាគេរកអីមានការអីគាត់សួរតែប៉ុណ្ណឹងម៉ាត់ណាអាគោះទ្វារនៅមុខគាត់ផាំង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 ហ្នឹងគឺសំឡេងហ្នឹងបាត់ទៅវិញអញ្ចឹងពូរ៉ាតគាត់គិតថាប្រហែលជាមានចោលមានអីអញ្ចឹងទៅគាត់ភ័យដែរហ្នឹងណាព្រោះឯផ្ទះគាត់លក់មាសពាក់កណ្ដាលយប់ម៉ោង9ម៉ោង10ហើយបែរជាមានអ្នកគោះទ្វារអញ្ចឹងគាត់ក៏បានដើរចូលមកដល់បន្ទប់សម្រាកវិញព្រោះអីគាត់អារម្មណ៍គាត់គិតថាចោលអញ្ចឹងតែគាត់ហ៊ាននិយាយប្រាប់ប្រពន្ធគាត់ទេខ្លាចប្រពន្ធរបស់គាត់ខ្លាចពេលដែលគាត់មកសម្រានណាប្រិមិត្តទាំងអស់គ្នាគាត់សម្រានលក់គាត់ក៏បានយល់សពឃើញដឹងគាត់យល់សពឃើញថាម៉េចអត់គាត់យល់សពឃើញមនុស្សស្រីម្នាក់និងមនុស្សប្រុសម្នាក់មករកខ្សែកមកសួរគាត់នៅក្នុងយល់សពហ្នឹងថាពូឃើញខ្សែកខ្ញុំអត់ពូទិញខ្សែកខ្ញុំហើយពូអត់ឲ្យលុយខ្ញុំអញ្ចឹងនៅក្នុងយល់សពណាហើយមនុស្សប្រុសម្នាក់និងមនុស្សស្រីម្នាក់ហ្នឹងគឺឆ្លោះគ្នាថាខ្សែកដែលពូទិញហ្នឹងគឺជាខ្សែករបស់ខ្ញុំទេមិនមែនជាខ្សែករបស់ពូទេឲ្យខ្ញុំសុំខ្សែកពូវិញមកប្រិមិត្តទាំងអស់គ្នាអញ្ចឹងនៅក្នុងយល់សពហ្នឹងពីរនាក់ម្នាក់ស្រីនិងម្នាក់ប្រុសហ្នឹងគឺឆ្លោះគ្នារហូតទៅដល់ពូរ៉ាត់ហ្នឹងភ្ញាក់ពីដេកគឺគាត់បានឮសំឡេងទៀតដែរហើយសំឡេងម្ដងហ្នឹងគឺចេញពីចក្រានបាយខាងក្រោយផ្ទះរបស់គាត់អញ្ចឹងផ្ទះរបស់គាត់គឺផ្ទះថ្មអញ្ចឹងចក្រានបាយអីនៅក្នុងផ្ទះគាត់ហ្នឹងទេអញ្ចឹងឮសំឡេងអីគាត់គឺឮទាំងអស់មកដល់បន្ទប់គាត់គេងអញ្ចឹងសំឡេងហ្នឹងគឺឮរងរាំងហាក់បីដូចជាមាននរណាម្នាក់កំពុងតែរើកកាយរកអីអញ្ចឹងពូរ៉ាតក៏ភ័យគាត់ថាពេលហ្នឹងគាត់ភ័យគាត់បានដាស់ប្រពន្ធគាត់ដាស់ប្រពន្ធគាត់ថាអូនណាគេកំពុងតែរើអីនៅចក្រានបាយខ្លួនឯងចេញទៅមើលមើលហេតុអីបានគាត់ដេញប្រពន្ធគាត់ឲ្យទៅឧស្សាហ៍តែពូរ៉ាតពេលហ្នឹងគាត់ភ័យប្រពន្ធរបស់គាត់ហ្នឹងក៏បានតបទៅវិញថាម៉េចឲ្យគាត់ចេញទៅមើលបងឯងជាប្រុសមិនត្រូវឲ្យគាត់ទៅមើលអញ្ចឹងពូរ៉ាតក៏អត់ចង់ចេញទៅទេដោយសារគាត់ងើបពីយល់សពគាត់ភ័យពេកគាត់ក៏បានចេញទៅមើលពេលដែលពូរ៉ាតដើរសម្ដៅទៅកាន់ចក្រានបាយប្រិមត្តទាំងអស់គ្នាគាត់បានឃើញសមោស្ទុងសមោគឺមនុស្សហ្មងគាត់ឃើញតែពីក្រោយទេគាត់អត់ហ៊ានបើកភ្លើងគាត់ខ្លាចកែលោមានចោលអីចូលមកគាស់ផ្ទះគាស់អីគាត់បានឃើញសមោស្ទុងមនុស្សពីក្រោយហ្នឹងគាត់ក៏បានសួរថាណាគេហ្នឹងដើរចូលក្នុងបន្ទប់ផ្ទះគេអញ្ចឹងគ្រាន់តែនិយាយមួយម៉ាត់ប៉ុណ្ណឹងប្រិមត្តទាំងអស់គ្នាសមោលមួយហ្នឹងបានដើរយ៉ាងលឿនហ្មងដើរទៅចូលទៅក្នុងបន្ទប់ទឹកបាត់គាត់ក៏បានតាមហៅពេលហ្នឹងបានឮសំឡេងចេញពីខាងក្រោយខ្នងគាត់ពេលហ្នឹងគឺព្រលឹងរបស់ពូរ៉ាត់គឺនិយាយមកទៅចេញស៊ីផលិតគាត់ឡើងភ័យហ្មងគាត់ថាដើរទៅគាត់ឮសំឡេងពីក្រោយខ្នងគាត់មកអីគេគាត់ភ្ញាក់ព្រឺតហើយសំឡេងហ្នឹងគឺជាសំឡេងប្រពន្ធគាត់ទេដោយសារតែប្រពន្ធគាត់ហ្នឹងបានឮសំឡេងពូរ៉ាត់ស្រែកនិយាយស្រែកសួរថាពីណាគេហ្នឹងគឺធ្វើឲ្យប្រពន្ធរបស់គាត់ហ្នឹងគឺស្ទុះមកដែរមកខាងក្រោយខ្នងរបស់ពូរ៉ាត់ដែលពេលហ្នឹងគឺបណ្ដាលឲ្យគាត់ភ័យគ្នាគាត់ភ័យនឹងប្រពន្ធគាត់ក៏បានដើរមកវិញគាត់បានប្រាប់ប្រពន្ធគាត់ថាគាត់បានឃើញមនុស្សហ្នឹងគឺនៅចក្រានបាយហើយបានដើរចូលទៅក្នុងបន្ទប់ទឹកបាត់ទៅប្រពន្ធគាត់ហ្នឹងថាបងឯងប្រមើលទេបងឯងមើលទ្វារមានបើកពីណាទ្វារចាក់សោហ្នឹងមានមនុស្សពីណាចូលគាត់ក៏អត់ចិត្តដែរប្រិមត្តទាំងអស់គ្នាគឺពូរ៉ាត់បានដើរមើលបរិវេណជុំវិញនឹងផ្ទះហ្នឹងហ្មងគឺទ្វារអីចាក់សោចិត្តទាំងអស់គាត់ក្រែងគីឡូមានមនុស្សណាវាផ្លោះតាមប្រហោងណាគាស់ទ្វារណាមកចូលលួចអីអញ្ចឹងណាព្រោះអីផ្ទះរបស់គាត់គឺជាជាងលក់មាសនឹងឯងគាត់ក៏បានដើរទៅចូលដេកនៅក្នុងបន្ទប់វិញគាត់គឺមួយយប់ហ្នឹងអត់អស់ចិត្តទេ
ដោយទី1ក៏បានលឺសំឡេងគោះទ្វារលើកទី2បានលឺសំឡេងគោះទ្វារដែរតែគោះទ្វារធំខាងក្រៅលើកទី3បានឃើញមនុស្សនៅក្នុងផ្ទះរបស់គាត់ហ្នឹងគាត់ថាថ្ងៃនេះកើតហេតុការណ៍អីអញ្ចេះធ្វើឲ្យគាត់អស់ចិត្តទេគាត់ក៏បានសម្រានយ៉ាងទៅលុះមកដល់ស្អែកឡើងប្រិមត្តទាំងអស់គ្នាស្អែកឡើងគាត់បានបើកទ្វាររកស៊ីធម្មតាអញ្ចឹងទៅអញ្ចឹងមានអ្នកមកទិញមាសកន្លែងផ្ទះគាត់ហ្នឹងគេបាននិយាយគ្នាគេនិយាយពេញផ្សារហ្មងគេថាជុំមិញហ្នឹងគឺមានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងហើយគ្រោះថ្នាក់ចរាចរណ៍ហ្នឹងម្នាក់ប្រុសហ្នឹងគឺបានឆក់ខ្សែកកម្មកររោងចក្រដែលទើបចេញពីធ្វើការម៉ោងច្បក់ម៉ោង5ម៉ោង6ហ្នឹងវាបានកញ្ឆក់ខ្សែកអ្នកដែលធ្វើការរោងចក្រចេញពីធ្វើការហ្នឹងបានឆក់ទៅធ្វើឲ្យម្នាក់ស្រីហ្នឹងដួលម៉ូតូបោកក្បាលស្លាប់នៅកន្លែងកើតហេតុណែបន្ទាប់មកចោលហ្នឹងវាបានជិះដោយសារអ្នកនៅជិតហ្នឹងគេបានបដិញគាត់វាបានជិះលឿនមិនទេប្រហែលជាហួបនឹង3គីឡូវាបានជិះចូលឡានកុងតឺន័រហ្នឹងត្រូវបានជិះចូលឡានទៅឡានកាត់មកស្លាប់បាត់ទៅហើយខ្សែកដែលវាឆក់ហ្នឹងគឺបានបាត់នៅកន្លែងកើតហេតុអ៊ីយ៉ាប្រិមត្តទាំងអស់គ្នាខ្សែកដែលចោលឆក់ហ្នឹងគឺបានបាត់នៅកន្លែងកើតហេតុអញ្ចឹងមានន័យថាដោយសារតែខ្សែកហ្នឹងមួយបណ្ដាលឲ្យមនុស្ស2នាក់ស្លាប់គេនិយាយសាច់រឿងអីមកបុរ៉ាត់គាត់ចាប់ផ្ដើមគិតហ្មងថាចុះយប់មិញគាត់បានទិញខ្សែកពីមនុស្សស្រីម្នាក់ហើយក៏អត់មានដឹងថាប្រវត្តិខ្សែកហ្នឹងមកពីណាទេហើយខ្សែកតាមអ្វីដែលគេនិយាយមកគឺធ្វើឲ្យមនុស្សស្លាប់ហ្នឹងដល់2នាក់ឯងដែលម្ចាស់ដើមត្រូវដួលបោកក្បាលស្លាប់កន្លែងកាត់ហេតុចំណែកអាចោវាឆក់ហ្នឹងត្រូវបានចូលឡានកុងតឺន័រធ្វើឲ្យស្លាប់ហើយឡានហ្នឹងគឺទៅបាត់ហ្នឹងស្លាប់នៅកន្លែងកាត់ហេតុហើយប៉ូលីសធ្វើកសោះវិច័យមកឆែកឆេរទៅគឺអត់ឃើញខ្សែកហ្នឹងទេអត់ដឹងថាអ្នកណាយកខ្សែកហ្នឹងទេបុរ៉ាត់ចាប់ដើមគាត់សង្ស័យអីយ៉ាប្រិមត្តទាំងអស់គ្នាអញ្ចឹងបើសិនជាបុរ៉ាត់បានទិញខ្សែកហ្នឹងមែនណាអញ្ចឹងខ្សែកមួយហ្នឹងគឺអ្នកស្លាប់គឺ2នាក់ឯងស្រីមួយប្រុសមួយហើយដូចអ្វីដែលបុរ៉ាត់បានយល់សពអញ្ចឹងគឺឃើញមនុស្សស្រីម្នាក់មនុស្សប្រុសម្នាក់មកទាខ្សែកពីគាត់ហើយដោយខ្លួនបានអះអាងថាខ្លួនគឺជាម្ចាស់ខ្សែកហ្នឹងឯងចឹងទៅដល់ល្ងាចពេលទៅដល់ល្ងាចគឺជាល្ងាចនៃកម្មវិធីដោយសារតែបុរ៉ាត់ធ្វើការបិទតូបនៅម៉ោង4គាត់ទៅចូលរួមកម្មវិធីប្អូនរបស់គាត់ដោយប្អូនរបស់គាត់ធ្វើកម្មវិធីខួបកំណើតកូនណាធ្វើក្មួយរបស់គាត់អញ្ចឹងទៅហើយកម្មវិធីខួបកំណើតនេះគាត់នៅរហូតទៅដល់ម៉ោង9ម៉ោង10ទើបគាត់ត្រឡប់មកផ្ទះវិញព្រោះអីក៏អាចទុកផ្ទះចោលបានយូរទេផ្ទះរបស់គាត់គឺជាអ្នកលក់មាសអញ្ចឹងអាចទុកចោលបានទេអញ្ចឹងដល់យប់នោះគាត់ក៏បានហូបស្រារឿងច្រើនដែរគាត់បានសង្វឹងអីតិចតួចដែរគាត់ក៏បានបកត្រឡប់ពីផ្ទះរបស់ប្អូនគាត់ហ្នឹងមកផ្ទះគាត់វិញដល់ជិះឡានរបស់គាត់ប្រិមត្តទាំងអស់គ្នាពេលដែលបុរ៉ាត់បានជិះឡានមកវិញហ្នឹងគាត់ថានៅតាមផ្លូវគាត់បានឃើញសមោស្ទង់2នាក់ហ្មងហាក់បីដូចជាកំពុងតែ2នាក់ហ្នឹងគឺជិះម៉ូតូតាមគាត់មើលតាមកញ្ចក់អញ្ចឹងសមោដែលជិះម៉ូតូហ្នឹងគឺហាក់បីដូចជាមានមនុស្សកំពុងតាមគាត់មើលពីកញ្ចក់ទៅមួយផ្លែតគាត់ឃើញ2នាក់ជិះម៉ូតូតាមគាត់មើលម្ដងទៀតគឺបាត់ឈឹងហ្មងអញ្ចឹងគាត់ចាប់ផ្ដើមដាក់ចិត្តសង្ស័យហ្មងគាត់ថាឡានគាត់មានចោរតាមអីគាត់ជិះរហូតពេលដែលដល់ជិតដល់ផ្ទះប្រិមត្តទាំងអស់គ្នាគាត់បានឃើញមនុស្សគឺនៅចំកណ្ដាលផ្លូវមកគឺនៅកណ្ដាលផ្លូវហ្នឹងគឺមនុស្ស2នាក់ស្រីមួយប្រុសមួយគឺឈរនៅកណ្ដាលផ្លូវគាត់បានជិះឡានបំបុកគាត់ចាប់ប្រាងអត់ទាន់ជិះទៅគឺវឹបដល់កន្លែងហ្នឹងគាត់ថាគាត់បុកមនុស្ស2នាក់គាត់ចាប់ប្រាងឡើងងូតមកទំហឹងគាត់បានឈប់ឡានហើយគាត់បានងាកមកក្រោយព្រោះគាត់បានថាគាត់បានជិះឡានបុកមនុស្សគាត់មើលទៅផ្លូវហ្នឹងគឺអត់មានអីទេអត់មានអីទាំងអស់ប្រពន្ធរបស់គាត់នឹងសួរថាម៉េចគាត់ថាបានជិះឡានបុកមនុស្សហើយប្រពន្ធថាបុកមនុស្សឯណាមានឯណាគាត់ថាមិញគាត់ឃើញច្បាស់ហើយគាត់បានជិះឡានបុកមនុស្ស2នាក់ហើយប្រពន្ធគាត់ថាទៅអត់មានអីទេប្រញាប់ទៅនៅពាក់កណ្ដាលផ្លូវស្ងាត់គាត់ក៏បានជិះឡានមកវិញដល់អស់ចិត្តគាត់ថាមិញគាត់ឃើញច្បាស់មានមនុស្ស2នាក់ហ្នឹងនៅឈរកណ្ដាលផ្លូវគាត់បានធ្វើដំណើរមកដល់ផ្ទះរបស់គាត់ប្រិមត្តទាំងអស់គ្នាគាត់មានអារម្មណ៍ថាគឺមានមនុស្សតាមគាត់ហ្មងគឺមនុស្សមកតាមគាត់នឹងមានអារម្មណ៍អញ្ចឹងហ្មងមកដល់ផ្ទះរបស់គាត់ក៏បានបញ្ចូលឡានបញ្ចូលអីទុកគាត់កំពុងតែយ៉ែឡានចូលក្នុងផ្ទះឡានចូលដល់ក្នុងផ្ទះហើយ
គាត់ក៏បានប្រលត់ឡានគាត់បានឮសំឡេងហ្មងសំឡេងមនុស្សស្រីគឺសួរគាត់ពូមានឃើញខ្សែកខ្ញុំអត់សំឡេងមួយហ្នឹងសួរគាត់ហ្មងសួរក្នុងឡានណាបុរសបានងាកទៅក្រោយវឹបគាត់ថាចំសំឡេងណាគេសំឡេងមួយហ្នឹងគឺឡើងក៏លួចពីក្រោយមកហ្មងថាពូមានឃើញខ្សែកខ្ញុំអត់ប្រិមិត្តទាំងអស់គ្នាបុរសចាប់ផ្ដើមដឹងហ្មងថាច្បាស់គឺដឹងថាខ្មោចហ្នឹងមកតាមទាខ្សែកហ្មងគាត់អត់ទាន់ហ៊ានយករឿងហ្នឹងប្រាប់ប្រពន្ធគាត់ទេគាត់จะបានទុកឡានទុកអីគាត់បានបិទទ្វារធំរបស់គាត់ហ្នឹងប្រហែលជាយកទៅទ្វារមកច្រកចូលផ្ទះគាត់ហ្នឹងប្រហែលជា6ម៉ែត្រហ្នឹងឯងគាត់ទាញទ្វារបិទណាគាត់បានឃើញមនុស្សស្រីម្នាក់និងមនុស្សប្រុសម្នាក់គឺឈរនៅមុខផ្ទះហ្នឹងហ្មងឈរម្នាក់ទៀតម្នាក់ប្រុសមុខខ្លួនដងខ្លួនគឺស្រោចហ្មងគឺឡើងក្រហមហ្មងមើលទៅវាអាក្រក់មើលចំណែកម្នាក់ស្រីទៀតគឺឈរថ្មឹងសួរគាត់ថាពូមានឃើញខ្សែកគាត់អត់សួរស្ដែងអញ្ចឹងហ្មងណាប្រិមិត្តទាំងអស់គ្នាបើសិនជាប្រិមិត្តពងស្ដាប់បើសិនជាមាននរណាម្នាក់កោសទ្វារប្រិមិត្តពុកហើយប្រិមិត្តប៉ើងទ្វារឲ្យគេហើយប៉ើងទ្វារមកឃើញមុខសត្វតាឈាមសត្វតាអីប្រិមិត្តគិតមិនអញ្ចឹងបុរសពេលហ្នឹងគឺដូចគ្នាគាត់ថាពេលហ្នឹងគឺគាត់ទាញទ្វារមកឃើញពីរអ្នកគឺឈរហ្មងគាត់សង្វាបិទទ្វារហើយគាត់ស្រែកហៅប្រពន្ធគាត់ថាអូនមកជួយបិទទ្វារគាត់បានព្យាយាមបិទទ្វារហើយអស់គាត់យករឿងរ៉ាវហ្នឹងមកប្រាប់គាត់ថាម្សិលមិញគាត់បានទិញខ្សែកពីស្ត្រីម្នាក់ហើយបងគិតថាខ្សែកមួយហ្នឹងហើយម្នាក់ស្រីហ្នឹងអាចនឹងយកឬក៏រើសពីកន្លែងកាត់ហេតុក្មេងស្ទាវនៅចិត្តនឹងស្លាប់ចូលឡានឆក់ខ្សែកគេហ្នឹងអាចមកយកលក់ឲ្យគាត់លើគឺគាត់ឃើញហើយឃើញមាន2នាក់មកសុំទាខ្សែកពីគាត់ហ្នឹងប្រពន្ធរបស់គាត់ក៏បានមើលមុខប្តីហ្មងប្រពន្ធគាត់ពេលហ្នឹងគឺបន្ទោសបរិបត្តិទៀតណាថាមិនក៏បងឯងទិញអត់ដឹងប្រភពអញ្ចឹងជាធម្មតាយើងទិញតែខ្សែកណាដែលជាភ្ញៀវផងយើងមានกระดาษស្នាមលក់ត្រឹមត្រូវបុរសថាគាត់អាណិតម្នាក់ស្រីនឹងពេកមានកូននៅជាប់ដៃថាគាត់ត្រូវការលុយអីអញ្ចឹងទៅអញ្ចឹងនៅយប់ហ្នឹងគឺបុរសបានអុជធូបទៅដល់ម្ចាស់ខ្សែកហ្នឹងហ្មងគាត់ថាគាត់អត់ដឹងទេគាត់ទិញពីគេទេអញ្ចឹងម្ចាស់ខ្សែកហ្នឹងស្អែកគាត់នឹងធ្វើបុណ្យឧទ្ទិសកុសលជូនកុំមកតាមទារកខ្សែកអីពួកអីគេបានលក់ឲ្យគាត់ហើយគាត់នឹងឧទ្ទិសជូនវេជូនខ្សែកហ្នឹងឲ្យប្រសងវេជូនវេអីអញ្ចឹងទៅហើយក៏មករំខានកន្លែងគាត់រស់ស៊ីអីអញ្ចឹងទៅអញ្ចឹងទៅដល់ស្អែកឡើងគឺបរិបត្តិធ្វើតាមសន្យាមែនគាត់បានយកខ្សែកហ្នឹងយកទៅប្រគេនលោកប្រគេនអីអញ្ចឹងទៅដើម្បីឲ្យលោកវេអីហើយអស់គាត់យកចង្ហាន់អីដើម្បីឧទ្ទិសកុសលជូនទៅដល់ម្ចាស់ខ្សែកអញ្ចឹងប្រិមិត្តទាំងអស់គ្នាប្រិមិត្តដឹងហើយប្រិមិត្តពាក់មាសក៏ដោយពាក់អញ្ជៀនខ្សែកក៏ដោយពីកន្លែងជាងប្រិមិត្តអត់ដឹងថាប្រភពខ្សែកមួយហ្នឹងវាមកពីប្រភពមួយណាច្បាស់ទេពេលខ្លះដូចជាសាច់រឿងហ្នឹងអញ្ចឹងគេយកទៅលក់ទៅឲ្យជាងមាសហើយជាងមាសយកខ្សែកយកទៅលាងទឹកសម្អាតទឹកអីយកមកលក់ឲ្យប្រិមិត្តតទៀតហើយប្រិមិត្តទិញយកមកពាក់មកអាចប៉ះជាមួយនឹងម្ចាស់ខ្សែកគេអាចធ្វើឲ្យប្រិមិត្តជួបរឿងផ្សេងអីចឹងទៅបើប្រិមិត្តទិញប៉ះខ្សែកមាសណាជួយលើកហុងស៊ុយប្រិមិត្តទិញមកគឺរស់ស៊ីកាក់កបហ្មងហើយរឿងនេះឲ្យប្រិមិត្តទាំងអស់គ្នាជួយពិចារណាថាជឿឬមិនជឿដូចជាពាក្យចាស់ថាបើមិនជឿកុំប្រមាថពេលនេះផងដែរសាច់រឿងយើងក៏បានដល់ទីបញ្ចប់ផងដែរក្រុមការងារអាក់កំបាំងជប់ស្ងាត់ក៏ដូចជា admin សូមអរគុណសូមជម្រាបលា